សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីវិធីមួយក្នុងការជ្រើសរើស LAN ដូចនៅក្នុងវីដេអូនេះអញ្ចឹងខ្ញុំបានជ្រើសយក Go ហើយនិង Mid បន្ទាប់មកខ្ញុំបានចូលទៅក្នុង game បន្ទាប់ពីខ្ញុំ start game មកខ្ញុំក៏បាន LAN Mid ប៉ុន្តែខ្ញុំចង់លេង Go អញ្ចឹងហើយដើម្បីលេង Go បានខ្ញុំបានប្រើវិធីមួយដើម្បីបដូរ LAN ពេលនេះខ្ញុំបាន LAN Mid ហើយដើម្បីចង់បានទៅជា LAN Go វិញខ្ញុំត្រូវចុចកន្លែងរូបសញ្ញាព្រួយទៅវិញទៅមកបន្ទាប់មកយើងរើសទៅ LAN Go បន្ទាប់មកយើងចុចទៅលើ hero ដែលយើងចង់លេងហើយចុចពាក្យ OK ទៅយើងនឹងបាន hero ហ្នឹងបើយើងចង់លេងទៅលើ hero អីផ្សេងទៀតដូចជា assassin ឬក៏ fighter ឬក៏ tank ឬក៏mid ឬក៏ roam អីយើងអាចធ្វើវិធីហ្នឹងបានគ្រាន់តែចុចទៅលើសញ្ញាព្រួយទៅវិញទៅមកហ្នឹងយើងអាចជ្រើសរើសលេងLAN ដែលយើងជ្រើសរើសចង់លេងបានប៉ុន្តែសូមលេងដោយមានការទទួលខុសត្រូវព្រោះអីនៅក្នុង Mobile Legends គេបានឲ្យយើងជ្រើសរើស LAN ដែលយើងលេងហើយដល់ពេលយើងជ្រើសរើស LAN អីផ្សេងក៏ចឹងហើយសូមលេងដោយការទទួលខុសត្រូវដោយខ្លួនឯងព្រោះ admin បានតែបង្ហាញទេចំពោះការជ្រើសរើសគឺជាការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាហើយជាចុងក្រោយសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ